អ្នកដែលអត់ទាន់ចេះបង្កើត CV វីដេអូមួយនេះគឺសម្រាប់អ្នកទាំងអស់គ្នាចាយពេលត្រឹមតែ5នាទីអ្នកទាំងអស់គ្នាអាចបង្កើត CV បានដោយខ្លួនឯងហើយមាន CV ជាច្រើន model សម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសដោយ free ទៀតសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូមួយនេះខ្ញុំធ្វើឡើងជាពិសេសសម្រាប់បងប្អូនដែលអត់ទាន់ចេះបង្កើត CV បានដោយខ្លួនឯងអញ្ចឹងអ្វីដែលខ្ញុំបង្ហាញនេះគឺជា CV ដែលគេធ្វើមកស្រាប់ template ដែលមានស្រាប់តែអ្នកទាំងអស់គ្នាគ្រាន់តែយកទៅប្រើហើយកែព័ត៌មានកែដាក់ឈ្មោះយើងមកយើងអាចទៅប្រើប្រាស់បានហើយអញ្ចឹងខ្ញុំនឹងបង្ហាញពីជំហានដើម្បីអាចចូលមកកាន់កន្លែងនេះជំហានដំបូងអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ Google Chrome ឬក៏អ្នកគ្នាមានFirefox ឬក៏មានអីផ្សេងក៏បានដែរប៉ុន្តែខ្ញុំប្រើនៅក្នុង Google Chrome អញ្ចឹងអ្នកទាំងអស់គ្នាវាបញ្ចូលពាក្យ Canva canva.com ឬក៏ Canva តទេក៏ចេញដែរពេលអ្នកទាំងអស់គ្នាចូលមកកាន់កន្លែងនេះវានឹងឃើញផ្ទាំង home page គេបែបហ្នឹងដោយសារតែ account របស់ខ្ញុំហ្នឹងគឺបាន login ជាមួយនឹង Canva ស្រាប់ហើយអញ្ចឹងបើអ្នកទាំងអស់គ្នាអត់ទាន់ login ទេអាច login ឬក៏ sign in ជាមួយនឹង Gmail របស់យើងក៏បានដែរអញ្ចឹងអ្នកទាំងអស់គ្នាមើលមកទាំង menu នៅខាងឆ្វេងដៃរបស់យើងនេះអ្នកទាំងអស់គ្នាយក template មកនេះ template ត្រង់ចំណុចនេះហើយអ្នកគ្នាអាច scroll មើលខាងក្រោមនេះ explore template មានន័យថាអ្នកគ្នាអាចស្វែងរក template ណាមួយទៅតាមតម្រូវការរបស់យើង template គេមានច្រើនអ្នកគ្នាអាច scroll មកខាងស្ដាំបន្ថែមមកនេះយើងមើលមកមួយណាដែលត្រូវជាមួយនឹងរបស់យើងអាចមើលតាមនឹងបានតែរបស់ខ្ញុំនេះខ្ញុំមករក CV អ្នកគ្នាមើលខាងក្រោមក៏បានដោយសារខាងក្រោមខ្ញុំធ្លាប់ search ហើយអញ្ចឹងវានឹងចេញមកហើយតែបើអ្នកគ្នាចូលដំបូងវាអត់ឃើញអាប់ទាំង CV ដូចខ្ញុំខាងក្រោមទេអញ្ចឹងអ្នកគ្នាយក resume នេះកន្លែងនេះអ្នកគ្នាឃើញអានេះឃើញទេអញ្ចឹងនៅពេលដែលចូលមកកាន់ផ្ទាំងមួយនេះអ្នកគ្នាឃើញ CV ជាច្រើនដែលគេបានបង្កើតសម្រាប់ឲ្យយើងយកទៅប្រើប្រាស់ប៉ុន្តែ CV ខ្លះទាមទារទាំងអស់គ្នាបង់លុយអាចមើលរូបសញ្ញាមកុដនឹងបានអ្នកគ្នាបើអត់មានសញ្ញាមកុដនឹងទេមានន័យថាគឺ free ទាំងអស់ហើយយើងអាច search ទៅតាមតម្រូវការរបស់យើងអ្នកគ្នាចង់បាន CV ទម្រង់បែបណាពណ៌បែបណាអាច search នៅកន្លែងនេះហើយកន្លែងនេះ style អ្នកគ្នាចង់បាន CV style បែបណា professional modern simple ចង់បានលក្ខណៈ clean ចង់បានអីគឺអ្នកគ្នាអាច search នៅតាមកន្លែងហ្នឹងបានឥឡូវខ្ញុំយក modern ទៅចុះអាហ្នឹងគឺ style អ្នកគ្នាចង់បាន CV style បែបណាដល់ពេលយើងចូលមកកាន់កន្លែងនេះហើយយើងអាចរើស CV មួយណាដែលអ្នកគ្នាពេញចិត្តទៅឥឡូវខ្ញុំយកមួយនេះអ្នកគ្នាឃើញនេះទៅពេលដែលយើងចុចលើវាហើយបើថាវាអាចមានពណ៌យ៉ាងរត់ទៀតទៅខ្ញុំយកពណ៌នេះវិញតម្រង់បែបនេះអ្នកគ្នាចុចកន្លែង customize this template ចឹងអ្នកគ្នានឹងឃើញអានេះបើសិនជាវាមកពីអាខាងលើនេះអ្នកគ្នាអត់ត្រូវការវាទេលុបវាចោលទៅចុចធុងស្រាមនេះ delete page នេះជា CV ដែលខ្ញុំត្រូវការហើយនៅពេលដែលយើងចូលមកដល់កន្លែងនេះហើយអ្នកនរគ្នាចង់កែកូដនេះបានមកស្រឡាញ់ចង់កែ color ក៏បានចង់កែ color ចុចកន្លែង color ហ្នឹងមកនេះអាច change color ត្រង់នេះបានគ្នាអាច change ទៅតាមអ្វីដែលយើងពេញចិត្តកន្លែងនេះអាចបដូរដាក់ឈ្មោះយើងទៅឥឡូវខ្ញុំដាក់ថាដាក់ឈ្មោះខ្ញុំទៅអ្នកគ្នាចង់កែកូនអីបន្ថែមក៏បានដែរនេះព័ត៌មានមានច្រើនកន្លែងណាគាត់ថាអត់ត្រូវជាមួយយើងទេយើងអាចកែឬកន្លែងណាអ្នកគ្នាចង់ថែមក៏យើងអាចថែមកែកូនតាមនឹងបានដែរហើយជំហានចុងក្រោយខ្ញុំនឹងបង្ហាញពីរបៀប export ចូលទៅប្រើប្រាស់ម្ដងអញ្ចឹងបន្ទាប់ពីអ្នកគ្នាកែហើយយើងចង់ទាញយកទៅប្រើប្រាស់អ្នកគ្នាចុចកន្លែង share មួយនេះមកនេះមានពាក្យ download ហើយកន្លែងនេះគឺ file type ចឹងអ្នកគ្នាចង់យកជាប្រភេទអីគេវាមាន PDF មាន PNG មាន JPG វាមាន SVG មានជាវីដេអូមានជាដូច slide PowerPoint PPT អីហ្នឹងតែវា suggest ឲ្យយើងយកជា PDF តែអ្នកគ្នាចង់យកជារូបភាព JPG ក៏បាន PNG ក៏បានដែរចឹងអានេះខ្ញុំយក JPG ទេ
អ្នកគ្នាកន្លែងនេះយើងអាចសេរីសាយវាបានសេរីជា quality ក៏បានតែខ្ញុំអត់សេរីអត់ប៉ះពាល់អីទេអញ្ចឹងខ្ញុំចុច download អ្នកគ្នាអាចរងចាំមកពេលឲ្យវាពេញកន្លែងនេះទៅនេះឥឡូវពេញហើយអ្នកគ្នាចង់ចុច click នេះបាននេះវានឹង load មកនេះទៀតជិះលើនឹងមកដើម្បីតើមើលថាវាចូលទៅកាន់កុំព្យូទ័រយើងចូលទៅកន្លែងណាអាកន្លែងនេះវា preview យើងមើលនេះអ្នកគ្នាយើងអាចចូលទៅមើលនៅក្នុង local drive របស់យើងជាទូទៅវានឹងមកកន្លែង download ទេអ្នកគ្នានេះចូល download ណានេះ CV ដែលយើងបាន download មកមិញវានឹងចូលកន្លែងនេះហើយអ្នកគ្នាអាចយកទៅប្រើប្រាស់បានហើយចឹងវីដេអូយើងមានប៉ុណ្ណឹងទេសង្ឃឹមថាអ្នកគ្នាចូលចិត្តហើយនឹងចុច follow នៅលើវីដេអូនេះអរគុណ